ជំរាបសួរលោកគ្រូខ្ញុំឈ្មោះឆេងឆេណាហើយខ្ញុំនឹងមកបង្ហាញអំពី AWS Remote ហើយជាដំបូងយើងចូលមកកន្លែងresearch កន្លែង search នេះមកហើយយើង search ថា EC2 ហើយបន្ទាប់មកយើងចូលកន្លែង EC2 នេះយើងចុចកន្លែង EC2 ហ្នឹងមកហើយបន្ទាប់មកយើងចុចកន្លែង instance នេះហើយបន្ទាប់មកយើងចូលកន្លែងនេះដើម្បីដូរ state វាទៅជា Ohio តទៅពី select អាហ្នឹងហើយយើងចូលមកកន្លែង launch instance ហ្នឹងដើម្បីបង្កើតម៉ាស៊ីនតទៅពីចូលលេង instance ហើយវានឹង show screen អញ្ចឹងយើងចុចកន្លែងនេះមកបន្ទាប់មកយើង name ម៉ាស៊ីនរបស់យើងតទៅពីយើងដាក់ឈ្មោះម៉ាស៊ីនរបស់យើងហើយកន្លែងនេះយើងយកកន្លែង Ubuntu នេះមកហើយកន្លែង free trial applicable ហ្នឹងគឺយើងយកអាហ្នឹងដដែលហើយបន្ទាប់មកកន្លែងនេះគឺយើងចូលមកកន្លែង key pair នេះយើងដើម្បី create key pair របស់វាហើយបន្ទាប់មកយើងដាក់ឈ្មោះមកខ្ញុំដាក់ឈ្មោះរបស់ខ្ញុំពេលយើង create download ហើយវានឹង show នៅកន្លែងនេះយើងបាន download ហើយជា key pair របស់ខ្ញុំតើធ្វើហើយយើងមកចុចកន្លែង launch instance នេះមក
តពីយើងបង្កើតហើយយើងមកចុចកន្លែង instant នេះមកហើយយើងនឹងឃើញកន្លែង initializing នេះយើងអាសា refresh ទៅមកហើយយើងនឹងឃើញកន្លែង3 check box នេះមានន័យថាវាdoneទៅហើយវាធ្វើបានជោគជ័យ success ហើយចឹងចុចឲ្យកន្លែង link នេះមកហើយចុចឲ្យកន្លែង connect នេះចឹងពេលយើងចូលដល់កន្លែងនេះហើយយើងវាយ terminal យើងចូលទៅកាន់ terminal របស់យើង
hay tao nói dương copy cái này xe một bộ nồi nữa má hay dương vô một ha này cái này hay vô một copy SSX ni một tiết hay dương một ha lại ni một tiết hay in thơm hay dương mobile comment hồi em ai má bạn đam bay đăng thay user năng chi này kì liên quan password tao dương quay bên đó hay dương quay sudo apt update đam bay update về